ទៅមុនហើយខ្ញុំនិយាយអំពីឃោសនិកបកកណ្ដាលអំណាចខ្លាចប្រជាពលរដ្ឋប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឬក៏បណ្ដឹងទៅតុលាការយុតិធធអន្តរជាតិ ICJ នេះខ្ញុំសូមរក្សាសិទ្ធិមិននិយាយឈ្មោះបុគ្គលដែលខ្ញុំនិយាយទៅគឺតលន់ហ្នឹងគ្រាន់តែឃើញឮឈ្មោះគាត់ហ្នឹងហើយនឹងមុខគាត់ហ្នឹងគាត់ថាធ្វើម៉េចវិជាមិនផុតប៉ុន្តែខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំមិនមែនជាព័ត៌មានទេខ្ញុំជាអ្នកផ្សាយព័ត៌មានដូច្នេះព័ត៌មាននេះធ្វើឲ្យប្រជាពលរដ្ឋមានប្រតិកម្មពេញតាមបណ្ដាញសង្គមខ្ញុំជិះមិនផុតនៅក្នុងការផ្សាយហើយខ្ញុំនិយាយពីឃោសនិកបកកណ្ដាលអំណាចនេះគឺខ្លាចពលរដ្ឋប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះគឺឃើញមានវីដេអូតាមបណ្ដាញសង្គម Facebook ហ្នឹងគឺថាវាពុះពោកញ្ជ្រោលពេញទឹកពេញដីដោយសារតែប្រជាពលរដ្ឋខ្មែរមិនយល់សោះហេតុអីបានជាឃោសនិករបស់គណៈបកកណ្ដាលអំណាចគណៈបកប្រជាជនកម្ពុជានិងជាឃោសនិករបស់រដ្ឋាភិបាលកម្ពុជាផងនោះយកវេទិកាមកវាយប្រហារលោកមួនពេជ្រដែលបានប្រមូលស្នាមមេដៃមនុស្សដែលគាំទ្រប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រហ្មទណ្ឌអន្តរជាតិតាក់ទងនឹងរឿងថៃឈ្លានពានកម្ពុជាថៃធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរថៃបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរថៃប្រើគ្រាប់បែកផ្សែងពុលថៃប្រើនិយាយទៅឈ្លានពានសម្លាប់ប្រជាពលរដ្ឋខ្មែរទាំងទាហានទាំងស៊ីវិលថៃធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថៃរំកិលព្រំដែនដូចថាជ្រៀតយកដីប្លង់កម្មសិទ្ធិដីធ្លីនៅភូមិប្រៃច័ន្ទភូមិជោគជ័យយកទៅឲ្យថៃគ្រប់គ្រងតំបន់ផ្សេងទៀតនៅប្រទេសខ្មែរនឹងចង់ឲ្យតុលាការនឹងដោះស្រាយយករបស់នឹងមកឲ្យខ្មែរវិញរកយុត្តិធម៌ជូនខ្មែរវិញដែលរដ្ឋាភិបាលកម្ពុជាអត់បានដាក់ប្តឹងហើយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានដាក់ប្តឹងហើយលោកមួនពេជ្រគាត់ខំប្រមូលស្នាមមេដៃនឹងវាគួរតែទទួលបានសេចក្តីសាទរនិងត្រេកអរជួយលើកទឹកចិត្តផ្ទុយទៅវិញបែរទៅជាមកជេរបន្តិចផ្ដាសាគាត់ហើយរហូតដល់តែសិតតែស្បត់ស្បែកភ្នាល់គ្នាអើយច្រើនណាស់ខ្ញុំឆ្ងល់ដែរថាហេតុអីបានជាឃោសនិកគណៈបកប្រជាជនចូលចិត្តហែកស្លឹកឆ្នោតគណៈបកប្រជាជនចោលហើយខ្ញុំនិយាយនេះខ្ញុំនិយាយយកតែប៉ុនទេព្រោះអីខ្ញុំមែនតើដូចខ្ញុំជម្រាបចឹងខ្ញុំអត់ខ្វល់ថានរណាកាន់ការប្រទេសកម្ពុជាទេតកូលណាក៏ដោយតកូលហ៊ុនតកូលសុកតកូលទាតកូលរងតកូលកឹមតកូលសំតកូលសកាន់ចោះឲ្យតែធ្វើឲ្យប្រជាពលរដ្ឋនឹងមានការមូលមាត់គ្នាឲ្យប្រទេសយើងអភិវឌ្ឍបានរលូនប្រជាពលរដ្ឋមានបាយទទួលទានកុំចាក់បំណុលគេវ៉ាន់ក៏ស្រូវឡើងថ្លៃប្រព័ន្ធអប់រំល្អប្រព័ន្ធសុខាភិបាលប្រព័ន្ធពុករលួយថយចុះកុំធ្វើទុកបុកម្នេញប្រជាពលរដ្ឋដែលហ៊ានបញ្ចេញមតិប្រជាពលរដ្ឋមិនបាក់ស្បាតបោះឆ្នោតឲ្យមានភាពសេរីត្រឹមត្រូវយុត្តិធម៌មានប្រព័ន្ធផ្ទៀងផ្ទាត់អំណាចតុលាការគឺឯករាជ្យយោធាឯករាជ្យរដ្ឋសភាព្រឹទ្ធសភាឯករាជ្យរដ្ឋាភិបាលមិនចំណោះក្រោមឥទ្ធិពលរបស់ស្ថាប័នអីណាអាហ្នឹងអ្នកណាក៏ធ្វើទៅជាអត់មានខ្វល់ទេក៏ប៉ុន្តែនៅក្នុងពេលដែលប្រកួតប្រជែងបែបនេះគឺយើងប្រកួតប្រជែងឲ្យល្អប៉ុន្តែឥឡូវតើនិយាយទៅសកម្មជនពួកគាត់នឹងនាំគ្នាហែកស្លឹកឆ្នោតគាត់ចោលរាល់អាណត្តិគាត់ហែកនឹងហែករហូតតតែដឹងខ្លួនថាចាញ់ឆ្នោតទៅហើយការចាញ់ឆ្នោតនឹងមិនមែនដោយសារតែទង្វើប្រព្រឹត្តរបស់គណៈបកប្រជាជនកម្ពុជាការអំណាចនឹងមិនមែនទេដោយសារតែឃោសនិករបស់ពួកគាត់របៀបចេះអីនេះដែលបំផ្លាញហ្នឹងគឺចង់និយាយថាជួនកាលគេយកមកប្រើហ្នឹងគឺប្រើដើម្បីឲ្យជួយធ្វើអញ្ចឹងទៅដើម្បីដូចថាទប់ខ្លះទៅកុំឲ្យទឹកបាក់ទំនប់ខាងក្រុមប្រឆាំងអីចឹងមានប្រព័ន្ធផ្សព្វផ្សាយច្រើនចេះតែយកមកវាយប្រហារទប់គ្នាចឹងទៅជាប្រមាថការទៀតតែដល់ពេលអាទង្វើហ្នឹងវាធ្វើឲ្យហែកស្លឹកឆ្នោតរបស់គណៈបកកណ្ដាលអំណាចរាល់តែអាណត្តិដល់តែពេលដឹងតែចាញ់គេរំលាយគេចោលតែម្ដងតែហើយនៅតែបន្តធ្វើដដែលចឹងមកខ្ញុំថាដូចលោក Albert Einstein លោកនិយាយចឹងថានៅពេលថាបើយើងធ្វើអីដដែលហើយរំពឹងថាបានលទ្ធផលថ្មីជាអំពើឈ្គត់លីលានេះគឺជាទស្សនវិទូរបស់លោក Albert Einstein ទេខ្ញុំអត់ថាណាឈ្គត់លីលាទេដូច្នេះចឹងបានថាឥឡូវទង្វើរបស់គាត់មកវាយប្រហារលោកមួនពេជ្រដែលខំប្រមូលស្នាមមេដៃប្រជាពលរដ្ឋជិត100,000នាក់ពីគ្រប់ទិសទីហើយខ្ញុំជឿថានៅស្រុកខ្មែរច្រើនជាងនៅអាមេរិកផងអ្នកដែលចូលរួមដូចថាចង់ឲ្យលោកមួនពេជ្រប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះតើវាខុសអីតើវាចង្រៃអីដល់កម្ពុជានៅពេលដែលគាត់ប្តឹងដើម្បីឲ្យគេជួយខ្ញុំលឺឲ្យថាសារមកថាចេះដឹងស្អីជាងគេរដ្ឋាភិបាលគេនឹងស្អីទីងមុងមិនមែនអត់សមត្ថភាពមិនមែនបានន័យថាមើងងាយរដ្ឋាភិបាលកម្ពុជាដែលប្រជាពលរដ្ឋនាំគ្នាប្រមូលស្នាមមេដៃប្តឹងជំនួសរដ្ឋាភិបាលកម្ពុជាចុះហេតុអីក៏រដ្ឋាភិបាលកម្ពុជាមិនប្តឹងចុះយើងសួរជាសំណួរអញ្ចេះទៅវិញខ្ញុំបានប្រាប់ឲ្យថារឿងដែលជួយដើម្បីបញ្ហាទឹកដីនេះគឺជាសមត្ថកិច្ចឬក៏ជាភារកិច្ចករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបតាហើយចុះបើគ្រាន់តែសារតឲ្យគេប្តឹងទៅវាមានចង្រៃអីគេមានទៅប្តឹងដើម្បីឲ្យថៃយកដីខ្មែរណាគេមានទៅប្តឹងឲ្យថៃដើម្បីទម្លាក់គ្រាប់លើប្រជាពលរដ្ឋខ្មែរលើទាហានខ្មែរទៀតឯណាគេមានប្តឹងដើម្បីឲ្យយើងចាញ់ប្រៀបថៃឯណាអ្វីដែលធ្វើនេះគឺធ្វើឲ្យខ្មែរមានប្រៀបលើថៃហើយឲ្យថៃទទួលខុសត្រូវចំពោះអង្គើអក្រិតរបស់ខ្លួនសងជីវិតរបស់ខ្មែរមកខ្មែរវិញសងដីខ្មែរមកខ្មែរវិញសងការខូចខាតមកខ្មែរវិញសងអ្វីទាំងអស់ដែលថៃបំពេញមកលើខ្មែរវិញហើយខ្មែរបញ្ជាក់ថាខ្មែរមិននៅក្រោមឥទ្ធិពលរបស់ថៃឲ្យធ្វើអីស្រេចចិត្តទេទោះបីរដ្ឋាភិបាលកម្ពុជាមិនធ្វើស្ងាត់ស្ងៀមឬស្ងប់ឬអីក៏ដោយតែប្រជាពលរដ្ឋខ្មែរគ្នាត្រូវតែធ្វើហើយផ្ទុយទៅវិញទៅបែរទៅជាគេហៅថា
យកប្រាអយុធនាការអំបានស៊ីឆ្លីឲ្យតិចហ្នឹងទៅវិញជាការបំផ្លាញហើយខ្ញុំជឿថាអ្វីដែលជាសាររបស់ឃោសនិករបស់គណៈបកប្រជាជននេះគឺមែនតើទៅមិនបានធ្វើអ្វីដើម្បីចំណេញគណៈបកប្រជាជនឬក៏រដ្ឋាភិបាលទេបើទោះបីគេជួលឲ្យមកធ្វើក៏ដោយយើងធ្វើដូច្នេះខ្ញុំជឿថាជួនកាលបំផ្លាញខ្លួនឯងទេខ្ញុំជឿថាទង្វើបែបនេះវាយើងហែលប្រច្រាស់ទឹកនៅពេលដែលទឹកហូរបែបនេះបើសិនជាខ្ញុំជាគាត់វិញខ្ញុំនឹងសរសើរលើកទឹកចិត្តឲ្យជួយធ្វើអញ្ចឹងទៅជួយគ្នាម្នាក់បន្តិចទៅវាមិនអីទេរដ្ឋាភិបាលកម្ពុជាក៏កំពុងតែធ្វើមួយផ្នែកដែរប្រជាពលរដ្ឋនៅក្រៅប្រទេសក៏ធ្វើទៅហើយគាត់បញ្យល់ទៅថាប្រជាពលរដ្ឋធ្វើបានមួយបែបរដ្ឋាភិបាលរឹតតែធ្វើបានល្អជាងនឹងផងព្រោះអីរដ្ឋាភិបាលជារដ្ឋាភិបាលជាសមាជិករបស់អង្គការសហប្រជាជាតិជាសមាជិករបស់ ICC ជាសមាជិករបស់ ICJ បើរដ្ឋាភិបាលមានពេលគ្រប់គ្រាន់ពេលដោះស្រាយបញ្ហាអីស្រួលដាក់ទៅប្តឹងទៅឧទាហរណ៍បានជួយជាគ្នាអាហ្នឹងល្អតាប៉ុន្តែរដ្ឋាភិបាលអត់ដាក់ប្តឹងមានតែលិខិតថ្កោលទោសជូនដំណឹងមិនទទួលយកបដិសេធដាច់អហង្ការលាក់នឹងលាក់ហើយទៅគេចេះតែបំពេញយើងរហូតប្រជាពលរដ្ឋ17លានអ្នករងាឲ្យទៅគ្នាខំប្រឹងជួយបន្ទុកតាហើយតែឥឡូវទៅរករឿងខ្ញុំយល់ជួនកាលរករឿងហ្នឹងដោយសារអីខ្លាចប្រជាពលរដ្ឋជាម្ចាស់ជោគវាសនាធ្វើឲ្យរដ្ឋាភិបាលនេះអាម៉ាស់អសមត្ថភាពដូច្នេះនៅពេលដែលប្រជាពលរដ្ឋយកអាការដឹកនាំប្រទេសដាក់នៅក្នុងដៃដើម្បីជោគវាសនាខ្លួនឯងអ្នកដែលកាន់ប្រទេសគឺភ័យដោយសារអីថាគេនឹងមើលមកថារដ្ឋាភិបាលនេះចោលមកសៀតហើយអត់បានការអីទេបានជាប្រជាពលរដ្ឋយកបញ្ហាមកដោះស្រាយខ្លួនឯងដូច្នេះអានឹងដូចគ្នារឿងតាមផ្លូវដែលគេពេលដែលមាននរណាចោលប្លន់ចោលលួចអីទៅវាយចោលតតែស្លាប់អត់ចាំបាច់ឆ្លងប៉ូលីសឆ្លងតុលាការអានឹងដោយសារអីប្រជាពលរដ្ឋចង់ប្រាប់ថាតុលាការអត់បានផលទេប៉ូលីសក៏មិនជួយអីបានដែរអញ្ចឹងប្រឡះតាមផ្លូវហ្នឹងវាយគ្នាតតែស្លាប់ប៉ុន្តែខ្ញុំគឺថាកោតទោសដាច់ខាតហើយអំពើហិង្សាបងប្អូនណាកុំអនុវត្តបែបនេះឲ្យសោះកុំវាយដំច្រំធាក់អ្នកណាក៏ដោយជាចោលជាអីក៏ដោយគឺថាយើងត្រូវរកប្តឹងប៉ូលីសប្តឹងអីចាត់ការតាមនីតិវិធីច្បាប់មិនអាចធ្មេញសងដោយធ្មេញទេព្រោះអំពើអីក៏ដោយវាមានច្បាប់មានអីមានទម្លាប់មានអាជ្ញាធរមានប៉ូលីសមានអីមូលដ្ឋានមានឃុំមានសង្កាត់អីដោះស្រាយតាមច្បាប់តាមទម្លាប់បើយើងនាំគ្នាកាប់ចាក់គ្នាបែបនេះគឺយើងមិនចាំបាច់មានច្បាប់មានទម្លាប់មានរដ្ឋធម្មនុញ្ញអីបងប្អូនគាត់ថាខ្ញុំយល់ថាតែនៅពេលនេះក៏ជាសារប្រាប់អាជ្ញាធរដែរថាបើប្រជាពលរដ្ឋដោះស្រាយបញ្ហាដោយក្នុងដៃខ្លួនឯងគឺគាត់លែងទុកចិត្តអាជ្ញាធរលែងទុកចិត្តការដឹកនាំរដ្ឋហើយនេះក៏ជាសារប្រាប់ទៅរដ្ឋាភិបាលដែរថាប្រជាពលរដ្ឋដែលជិត 10000 នាក់ដែលគ្រប់គ្រងលោកមូនពេជ្រហ្នឹងគឺអស់ជំនឿលើរដ្ឋាភិបាលចឹងហើយបានជាឃោសនិករបស់រដ្ឋាភិបាលនិងអ្នកគ្រប់គ្រងឬឃោសនិកគណៈបកកណ្ដាលអំណាចដែលកាន់រដ្ឋាភិបាលសប្តាហ៍ថ្ងៃហ្នឹងចេញមកការពារគឺចង់និយាយថាមើលងាយរដ្ឋាភិបាលដែលគេជារដ្ឋាភិបាលស្របច្បាប់សោះហើយហេតុអីបានជាខ្លួនយើងមកលួចអាគេហៅភាពល្បីល្បាញរបស់រដ្ឋាភិបាលប៉ុន្តែអត់ព្រមធ្វើខ្ញុំថាបើធ្វើដូចជាមិនសូវខុសអីតែដល់អត់ប្តឹងទៅអា ICJ ICC ហ្នឹងក៏អត់ប្តឹងតែអញ្ចឹងទៅគេធ្វើទៅជាររឿងគេហើយគេសុទ្ធតែគេនឹងគ្មានចេះគ្មានអីអូយបានហើយឈប់ហែកស្លឹកឆ្នោតគណៈបកប្រជាជនតទៅទៀតទៅអស់លោកអើយខ្ញុំយល់តែប៉ុណ្ណេះជួយទុកស្លឹកឆ្នោតគាត់ផងចាំដល់ពេលមានបោះឆ្នោតត្រឹមត្រូវដោយសេរីយុត្តិធម៌ប្រកួតគ្នាដោយដូចថាមានកឡូស្មើគ្នាទៅល្អមើលជាងតែឥឡូវលោកហែកចោលអស់ដូច្នេះគឺវាធ្វើឲ្យប្រជាពលរដ្ឋអាម៉ាស់ចឹងនិយាយទៅអាម៉ាស់ក្នុងថាជាអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬប្រជាជនហ្នឹងគណៈបករដ្ឋាភិបាលគឺក៏គេទៅលន់ណាដល់ចឹងទៅគេធ្វើឲ្យគេជ្រិញចឹងទៅគេស្អប់គណៈបកកណ្ដាលអំណាចស្អប់រដ្ឋាភិបាលកាន់តែខ្លាំងមានចំណេញអីលោកថាជួយមានបានជួយអីបំផ្លាញហ្នឹងតែបងប្អូនអូរំលងខ្លះទៅខ្ញុំយកមកនិយាយនេះគឺខ្ញុំគ្រាន់តែថាវាជាព័ត៌មានខ្ញុំមិនវាយប្រហារបុគ្គលណាទាំងអស់ខ្ញុំគ្រាន់តែថាវាជាព័ត៌មានហើយខ្ញុំមិនមែនជាផ្នែកនៃព័ត៌មានទេចំពោះបុគ្គលដែលជេរមរាយកាយឪពុកម្ដាយខ្ញុំនេះគឺខ្ញុំអត់អោនអស់មួយជីវិតលើកឡើងតែគាត់សុំទោសជាសាធារណៈទេគឺមនសិការខ្ញុំគឺនៅតែជេរស្ដីគាត់អស់មួយជីវិតបាទតែយ៉ាងណាខ្ញុំមិនយកបញ្ហាបុគ្គលនេះមកលីឡំនៅក្នុងការផ្សាយព័ត៌មានរបស់ខ្ញុំទេព្រោះខ្ញុំមិនអាចទៅអោនខំឆ្កែខំយើងចឹងទេឥឡូវនេះគឺយើងបន្តទៅទៀតខ្ញុំថារឿងនេះគឺឲ្យបងប្អូនអូសរំលងទៅហើយកុំរវល់ឬរំថ្មចោលឆ្កែយើងមានគោលដៅធំណាស់ដើម្បីជាតិរបស់យើងតឡាការព្រហ្មទណ្ឌអន្តរជាតិតឡាការយុតិធធអន្តរជាតិដែលយើងនាំគ្នាជួយគ្នាខ្មែរគ្រប់និន្នាការនយោបាយជួយគ្នាទៅវាមិនអត់ពេលអ្នកមានអ្នកព្រុសអ្នកខំអ្នកអីអញ្ចឹងហើយប៉ុន្តែទិសដៅឆ្ពោះទៅមុខហើយកុំរវល់ឬរំថ្មចោលឆ្កែគ្រាន់តែប៉ុណ្្នឹងឯងបងប្អូនថាយើងធ្វើឲ្យតែត្រូវគឺយើងទៅមុខហើយប៉ុន្តែតែយើងធ្វើត្រូវគឺគេរករឿងយើងហើយមិនបាច់ឆ្ងល់ទេបើយើងធ្វើខុសគឺគេសរសើរយើងចូលសងនៅក្នុងគណៈបកគេហ្នឹងហើយឥឡូវចូលដល់រឿងខាងកិច្ចការព្រំដែនយើងនៅកិច្ចការព្រំដែនមកកកោកយើងកំពុងតែបារម្ភរឿងគេវាស់ដីនៅព្រៃច័ន្ទឯណោះឥឡូវហ្នឹងកំពុងតែខ្វល់ហ្នឹងដើម្បីថាតើគេវាស់ដីហើយគឺគេឲ្យដីទៅថៃហើយព្រោះអីថៃគឺគេកំពុងតែសម្រុកក៏ប៉ុន្តែថៃគឺគេថាតាវាស់ហើយគឺគេបញ្ជូនប្រជាប្រដ្ឋខ្មែរយើង200គ្រួសារជាងនៅឯភូមិជោគជ័យហ្នឹងទៀតគេនិយាយរាល់ថ្ងៃហើយឥឡូវទៅវាស់ហើយព្រមគ្នាឃើញវាស់បកគោលវាស់អីមក
ប៉ុន្តែសំណួរសួរទៅវិញថាតើគាត់យកផែនទីខ្នាតប្រមាណទៅវាស់លើបកគោលហ្នឹងដើម្បីឲ្យត្រូវព្រោះថៃគេថាគេអត់យកផែនទីខ្នាតលើ1 200,000របស់ខ្មែរទេហើយខ្មែរថាយើងប្រើផែនទីតាម MOU 2000អញ្ចឹងទៅដែលអាចមានយោងទៅខ្នាត1 លើ 200,000 របស់ខ្មែរថៃគេថាគេប្រើផែនទី1 លើ 50,000 ចុះបើសិនជាយើងអត់មានប្រយល់ព្រមគ្នានៅក្នុងការប្រើផែនទីអញ្ចឹងតើយើងជជែកគ្នាយ៉ាងម៉េចទៅប៉ុន្តែនៅពេលដែលយើងពិបាកយើងជជែកគ្នាហ្នឹងក៏មានគណៈកម្មាធិការព្រំដែនកម្ពុជាថ្ងៃនេះគឺខាងព្រំដែនហ្នឹងគាត់សុំចិត្តប្រជាពលរដ្ឋឲ្យជឿទុកចិត្តលើរដ្ឋាភិបាលខ្ញុំមិនតែអាណិតគណៈកម្មការកិច្ចការព្រំដែនកម្ពុជាយើងដែរគាត់អង្វរយើងឲ្យជឿគាត់ទៅចឹងមិនថាតាមពិតគាត់ធ្វើឲ្យច្រើនដែរគាត់ធ្វើច្រើនណាប្រជាពលរដ្ឋអត់ជឿរដ្ឋាភិបាលកន្លងមកដោយសារអីអារឿងប្តឹងទៅ ICJ ក៏តែមិនប្តឹងអារឿងប្តឹងទៅ ICC ក៏មិនប្តឹងអារឿងគេយកភ្នំទ្របយកអីគ្រប់គ្រងអស់គាត់ថាយើងគ្រប់គ្រងហើយមិនឲ្យគេនិយាយហើយដល់ពេលអញ្ចឹងគាត់ចេះតែមកប្រាប់អង្វរគេឲ្យជឿតើអ្នកណាគេជឿតែខ្ញុំសូមអានសេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មាននេះបន្តិចចុះដើម្បីយកបុណ្យព្រោះអីពួកគាត់អង្វរដែរថាសូមឲ្យចែកចាយព័ត៌មានហ្នឹងឲ្យបានលឺសុសសាយផងប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ប្រហែលជាផ្សាយឡើងកើតហើយបាទចង់ឲ្យបងប្អូនយើងជួយផ្សព្វផ្សាយខ្ញុំមែនតើអានេះវាជាព័ត៌មានដែរអញ្ចឹងសូមផ្សាយថាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនចុះថ្ងៃទី21 ខែវិច្ឆិកាឆ្នាំ2025ហ្នឹងគាត់ថារដ្ឋលេខាធិការកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនដែលបានជ្រាបថាពាក់ព័ន្ធនឹងការវាស់វែងនិងបោះបង្គោលបដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ភាគីកម្ពុជាភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្ថិតក្នុងភូមិសាស្ត្រឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្នុងនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមជម្រាបនិងបញ្ជាក់ជូនជនរួមជាតិនិងសាធារណជនឲ្យបានជ្រាបដូចខាងក្រោមទី1ពាក់ព័ន្ធការវាស់វែងខណ្ឌសីមាព្រំដែនគោកថៃក្រុមវាស់វែងចម្រុះភាគីទាំងពីរចាប់ផ្ដើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងតាំងពីឆ្នាំ2006មកម្ល៉េះដើម្បីវាស់វែងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន74បង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមនៅចន្លោះឆ្នាំ1919ដល់1920ការវាស់វែងនឹងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលនៅក្នុងនោះរួមទាំងបង្គោលព្រំដែនលេខ42ដល់លេខ47ផងដែរហ្នឹងគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908 1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀម1919 1920ទី2កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមកជាពិសេសនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់លេខ47ហ្នឹងគឺភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះមិនមែនឬក៏មិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីចាក់ស្ដែងនៅឡើយទេទី3ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការនិងអនុវត្តការងារលើដីចាក់ស្ដែងចាប់ពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ដើម្បីវាស់វែងនិងបោះបង្គោលបដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការដែលខណ្ឌសីមាលើដីចាក់ស្ដែងស្របតាមខ្លឹមសារនៃអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទនៃកិច្ចការណែនាំបច្ចេកទេស technical instruction ដែលភាគីទាំងពីរបានឯកភាពគ្នាផងជាចុងក្រោយគឺគណៈកម្មការព្រំដែននេះសូមអំពាវនាវដល់ជនរួមជាតិសាធារណជនជឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមបាទតែប៉ុណ្្នឹងឯងខ្ញុំបានជួយផ្សព្វផ្សាយជាធម្មទានយកតែបងប្អូនយកតែពិចារណាទៅគាត់មើលទៅដូចជាច្បាស់លាស់របស់គាត់ដែរក៏ប៉ុន្តែឆ្ងល់ថាថៃមួយថ្ងៃគិតតែពីរឿងយកដីឲ្យថាបោះវែងចង់ដេញឲ្យប្រជាពលរដ្ឋប្រមាណឃុំប្រមាណផ្ទះហ្នឹងគឺអត់អាចចូលវិញបាន6ផ្ទះយ៉ាងហើយគេដេញបាត់ហើយឥឡូវហ្នឹងគឺគេចាប់ផ្ដើមផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីធ្វើបេតុងធ្វើអីឈូដីឈូឆាយអីមកកណក៏ដឹកហ្នឹងទៅតែយ៉ាងណាបងប្អូនយើងតាមដានតទៅទៀតជឿគាត់ខ្លះមិនជឿគាត់ខ្លះអានឹងទៅតាមការចាក់ស្ដែងពីយើងគ្មានព័ត៌មានឯករាជ្យខ្ញុំអានរបស់គាត់ទាំងស្រុងតែយ៉ាងណាឥឡូវនេះយើងឃើញពេលដែលសម្រុកដោះស្រាយបញ្ហាព្រំដែនយើងឃើញភាពស្រស់ស្រាក់ស្រស់ស្រាំនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរតែរឿងដែលគួរឲ្យកត់សម្គាល់គឺខាងកងកម្លាំងប្រដាប់អាវុធថៃចុះទៅជួយច្រូតស្រូវប្រជាពលរដ្ឋថៃនៅឯភូមិព្រៃច័ន្ទគាត់ថាបញ្ញាប់ច្រូតស្រូវអានេះជារូបភាពដើម្បីបញ្ជាក់ថាទឹកដីភូមិព្រៃច័ន្ទនេះគឺជាទឹកដីរបស់គេអាស្រ័យផលគេអីមកហើយកងទ័ពនឹងសបាយណាស់ចុះពេញស្រែដើម្បីទៅជូតស្រូវជួយលើកទឹកចិត្តប្រជាពលរដ្ឋផងប្រាប់ថាដីនោះជាឆ្កាមីនអស់ហើយផងអីអញ្ចឹងទៅនេះជារូបភាពនយោបាយមួយហើយជារូបភាពលើកទឹកចិត្តកងទ័ពថៃដែរតែខាងកម្ពុជាក៏មិនណយដែរ
គឺខាងនគរបាលមិនមែនខាងទាហានការពារព្រំដែនទេខាងនោះខាងទាហានការពារព្រំដែនគឺចុះដល់ក្នុងស្រែខាងនេះខាងប៉ូលីសគឺនគរបាលយើងគឺចោះជួយប្រជាពលរដ្ឋដែរនៅម្ដុំរតនគិរីខាងមុំ3ខាងកូនមុំអីណានោះខ្ញុំសូមកោតសរសើរខាងភាគីកម្ពុជានៅក្នុងការជួយច្រូតស្រូវដល់ភរិយាកងទ័ពជួរមុខដែលកំពុងតែថាមានផ្ទៃពោះចិត្តសម្រាលកូនផងហើយនៅស្រែស្រូវទុំពេញស្រែតែมันអាចច្រូតបានហើយប្តីនៅឯសមរភូមិមុខឈ្មោះថាលោកខន្តីហ្នឹងគឺគាត់ផ្ញើសារផ្ដាំផ្ញើបងប្អូននៅសមរភូមិក្រោយជាពិសេសសមត្ថកិច្ចហ្នឹងឲ្យជួយមើលការខុសត្រូវប្រពន្ធគាត់ផងដោយសារតែគាត់នៅជាប់ដៃការពារដែនអធិបតេយ្យប្រឆាំងថៃប៉ុន្តែនៅក្នុងសមរភូមិក្រោយនេះគាត់មិនអាចនឹងវិលមកទាន់ដើម្បីច្រូតស្រូវឲ្យទាន់រដូវស្រូវទុំហើយប្រពន្ធពោះធំទៀតចឹងក៏គាត់អង្វរសុំឲ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននៅខាងគាត់ហ្នឹងជួយច្រូតស្រូវបានដូចចិត្តគឺខាងប៉ូលីសខ្មែរហ្នឹងគឺនាំគ្នាទៅយ៉ាងច្រើនទៅពេញស្រែជួយច្រូតស្រូវរបស់គាត់ឥឡូវនេះបោកបែនអីហើយដឹកដាក់ច្រកករងច្រកអីទៅរៀបចំជូនដឹកទៅផ្ទះលំនៅឋានរបស់ភរិយាកងទ័ពជួរមុខខ្ញុំថានេះគឺជាអំពើដ៏ថ្លៃថ្នូរគួរឲ្យកោតសរសើរព្រោះអីនៅពេលដែលទាហានជួរមុខកំពុងតែអោបកំភ្លើងការពារដែនអធិបតេយ្យគាត់ចេះតែមមីគិតពីរឿងសមរភូមិក្រោយនេះតើប្រពន្ធគាត់យ៉ាងម៉េចជីវភាពខ្វះខាតយ៉ាងម៉េចតើអ្នកណាជួយដោះស្រាយគាត់អត់ដល់ពេលយើងមានការជួយពួកគាត់ចឹងជាការលើកទឹកចិត្តទាហានជួរមុខមែនតើហើយខ្ញុំសូមកោតសរសើរមន្ត្រីអាជ្ញាធរមូលដ្ឋានជាពិសេសប៉ូលីសនគរបាលនៅខាងរតនគិរីហ្នឹងដែលបានជួយជ្រោមជ្រែងដល់ភរិយារបស់ទាហានយើងជួរមុខឈ្មោះលោកអោមខន្តីហ្នឹងដែលគាត់បានអាចថាម៉ោងហ្នឹងគាត់មានភាពកក់ក្ដៅផ្លូវចិត្តដែរព្រោះអីប្រពន្ធគេជួយឥឡូវនេះខ្ញុំឲ្យបានសរសើរទៅអាជ្ញាធរព្រោះអីនេះគឺជារឿងទង្វើដ៏គួរឲ្យកក់ក្ដៅណាស់ហើយសូមកោតសរសើរហើយសូមឲ្យបន្តធ្វើរឿងនេះតទៅទៀតកុំច្រូតតែស្រូវត្រូវជួយមើលស្រូវហ្នឹងបើសិនជាលក់បានថ្លៃត្រូវជួយគាត់ផងរកទីផ្សារលក់ស្រូវឲ្យគាត់ផងកុំឲ្យ1គីឡូ600អញ្ចឹងយើងធ្វើទៀតបងប្អូនជួយទៀតអាហ្នឹង1កលៈហើយខ្ញុំសាទរប៉ុន្តែ1កលៈទៀតច្រូតស្រូវហើយយើងជួយចឹងគ្រប់គ្នាទៅធ្វើឲ្យស្រូវហ្នឹងគឺរកទីផ្សារឲ្យគាត់ឲ្យបានថ្លៃទៅហើយកុំរកតែជួយតែទាហានយើងជួមុខល្អហើយប្រជាពលរដ្ឋកសិករយើងនៅទូទាំងប្រទេសកំពុងតែជួបវិបត្តិនឹងបញ្ហាស្រូវថោកនេះហើយសង្ឃឹមថាស្រូវនឹងឡើងថ្លៃផងព្រោះឯអាជ្ញាធរដូចជាដុតដៃដុតជើងដើម្បីជាទង្វើត្រឹមត្រូវផងវាជារូបភាពជានយោបាយដែរដើម្បីស្អំចិត្តប្រជាពលរដ្ឋផងព្រោះពងរិះគន់ប៉ូលីសនគរបាលតាក់ទងនឹងរឿងឲ្យអ្នកទោស6នាក់រត់រួចពីពន្ធនាគារបើថាចាប់បានមកវិញហ្នឹងហើយចាប់បានមកវិញហ្នឹងក៏នៅតែសកេសកៈនឹងមានការធ្វើបៀតបៀនលេបខាយប៉ះពាល់ដល់ស្ត្រីដែលជាជនសង្ស័យអីហ្នឹងធ្វើឲ្យប្រជាជនមានការថ្នាំងថ្នាក់នៅក្នុងក្រោមខ្សែភ្នែករបស់អាជ្ញាធរអីហ្នឹងក៏ប៉ុន្តែបានបកស្រាយមកគឺខាង MMO ហ្នឹងគឺក្រសួងព័ត៌មានបណ្ដេញមួយចេញទៅហើយមួយទៀតសុំទោសជាសាធារណៈទៅឥឡូវនេះគឺអារឿងហ្នឹងវាដូចជានៅស្រអាប់ដូចថាវាមិនថ្លាសោះគឺគួរតែកោតសរសើរអាជ្ញាធរដែលចាប់អ្នកទោសហ្នឹងមកវិញបានទាំងអស់តែវាល្អកកដោយពួក MMO ប្រហែលអ្នកហ្នឹងអីចឹងទៅប៉ុន្តែឥឡូវហ្នឹងទោះជាស្រាយហើយក៏នៅតែមានមន្ទិលច្រើនឥឡូវហ្នឹងចុះទៅស្រែទៅក៏ឃើញរូបភាពហ្នឹងវារៀងថ្លាបន្តិចដែរប៉ុន្តែបងប្អូនខ្ញុំលើកទឹកចិត្តឲ្យជួយគាត់ទៅទាហានជួរមុខនេះគឺត្រូវការមិនត្រឹមតែជួយច្រូតស្រូវទេជីវភាពគ្រួសារបងប្អូនមួយថ្ងៃឃើញតែគាត់ផ្ញើសារមកដល់ថ្ងៃបង់ធនាគារហើយយ៉ាងម៉េចទៅវិញព្រោះអត់មានអ្នកណាមកជួយជួយអីលាក់ហ្នឹងអាហ្នឹងគឺថាវានៅច្រើនទៀតបងប្អូនបន្តជួយពួកគាត់ទៀតដើម្បីឲ្យគាត់មានភាពកក់ក្ដៅក្នុងការតតាំងកាន់កំភ្លើងនៅឲ្យជួរមុខបងប្អូនឃើញវីដេអូមួយរបស់លោកពូម្នាក់ដែលកាន់គ្រាប់បែកនៅក្នុងដៃស្វាហាប់នៅពេលដែលទាហានថៃផ្ជុំកំភ្លើងគាត់ហើយគាត់ថាគាត់មិនខ្លាចស្លាប់ទេគ្រាប់ដៃមួយដៃមកខាងដៃឆ្វេងកាន់គ្រាប់បែកដៃមកខាងកាន់ត្រៀមអាមេកំភ្លើងសម្រាប់ការពារឈរជ្រែងនៅកន្លែងព្រំដែនខ្ញុំមើលឃើញវិភាពអង្អាចរបស់ពួកគាត់នេះគឺថាយើងឃើញហើយបងប្អូនកុំធ្វើអីដើម្បីចំណេញនយោបាយយើងគិតពីអាយុជីវិតគាត់នៅជួរមុខណាពួកគាត់ប្រឹងប្រែងណាស់ហើយអញ្ចឹងហើយបានថាដើម្បីឲ្យបិទបញ្ចប់ឲ្យតស៊ូដើម្បីឲ្យគាត់មានយុត្តិធម៌កុំឲ្យគាត់ទៅប្រឈមនឹងការបាញ់របស់ទាហានថៃនៅព្រំដែនទៀតគឺយើងត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យមានការវាស់វែងទាមទារដីនឹងឲ្យបានហើយឲ្យច្បាស់លាស់មានលបងមានព្រំប្រទល់មានអីស្រួលបួលកុំឲ្យដើរទៅជន់មីនឬក៏ជួបគ្នាអញ្ចឹងជីវិតវាផុយស្រួយណាស់អាចស្លាប់គ្រប់វិនាទីសម្រាប់បងប្អូនកងទ័ពយើងនៅជួរមុខហើយខ្ញុំសរសើរវីរភាពរបស់បងប្អូនក៏ប៉ុន្តែរឿងនេះវីរភាពនេះគឺវាផុយស្រួយទៅទៀតដោយសារអីរឿងហ្នឹងវាចេះតែកើតឡើងបើយើងមិនបញ្ចប់វាដោយការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទេហើយរឿងប្តឹងហ្នឹងគឺមានអ្នកទប់អ្នកអីទៀតបងប្អូនអ្នកទប់ប្រយ័ត្នគេរិះគន់ឲ្យកុំខឹងគេពេលដែលគេរិះគន់ក៏យើងក៏ជួយគ្នាប្តឹងសោះហេតុអីទៅរិះគន់ទៅរករឿងគេធ្វើអីអស់ពីនឹងមកខ្ញុំមានព័ត៌មានមួយទៀតហើយខ្ញុំម្ដងទៀតបងប្អូនខ្ញុំសូមខន្តីអភ័យទោសបើសារនេះប៉ះពាល់ដល់លោកសុយសុភាពក៏សូមអធិស្ឋានពីលោកផង
ព័ត៌មាននេះអត់មានតាក់ទងនឹងរឿងបុគ្គលខ្ញុំនិងលោកសុយសុភាពទេខ្ញុំថាលោកខ្លាយជាផ្នែកនៃព័ត៌មានហើយខ្ញុំផ្សាយព័ត៌មានខ្ញុំយកមកផ្សាយដោយសារអីពលរដ្ឋខ្មែរមួយចំនួននៅអាមេរិកទោមនិញនឹងវត្តមានលោកសុយសុភាពនៅលើទឹកដីអាមេរិកត្បិតលោកធ្លាប់រិះគន់ជំនួយអាមេរិកឥតសំចៃមាត់បាទឥឡូវនេះយើងឃើញលោកសុយសុភាពកំពុងតែមកលេងសហរដ្ឋអាមេរិកសូមស្វាគមន៍លោកសុយសុភាពខ្ញុំជាប្រជាពលរដ្ឋខ្មែរអាមេរិកសូមស្វាគមន៍លោកសុយសុភាពមកលើទឹកដីសេរីទឹកដីប្រជាធិបតេយ្យទឹកដីដែលលោកមកលោកបាននឹងឃើញផ្ទាល់ភ្នែកហើយថាតើជីវភាពរស់នៅរបស់គេយ៉ាងម៉េចសិទ្ធិសេរីភាពយ៉ាងម៉េចហើយនឹងតើការប្រព្រឹត្តទៅនៅក្នុងដំណើរផ្សេងនៅក្នុងប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការរៀបចំប្រទេសគេតើគេរីកចម្រើនគេអភិវឌ្ឍប៉ុណ្ណាខ្ញុំមិនជឿថាលោកសុយសុភាពមិនដែលទៅស្រុកក្រៅទេខ្ញុំជឿថាក្នុងនាមជាអ្នកកាសែតលោកបានធ្វើដំណើរទៅប្រទេសល្បីពិភពលោកច្រើនណាស់ប៉ុន្តែក្នុងនាមជាខ្មែរអាមេរិកខ្ញុំសូមស្វាគមន៍លោកសុយសុភាពមកកាន់ទឹកដីអាមេរិកនេះក៏ប៉ុន្តែក្នុងពេលហ្នឹងក៏មានបងប្អូនខ្មែរជាច្រើនទូមនិញរិះគន់លោកសុយសុភាពច្រើនថាហេតុអីបានមកអាមេរិកបើរិះគន់អាមេរិកមិនទៅចិនទៅមិនទៅប្រទេសដែលលោកគ្រប់គ្រងអោបជើងអីចឹងទៅបងប្អូនខ្ញុំសូមអង្វរនិយាយទៅខ្ញុំអង្វរបងប្អូនដែលទាស់នឹងលោកសុយសុភាពវិញខ្ញុំចំពោះខ្ញុំរឿងលោកសុយសុភាពចង់ធ្វើដំណើរទៅប្រទេសណាក៏ធ្វើចោះព្រោះអីជាសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីគ្មាននរណាហាមគាត់បានទេលោកចង់ធ្វើដំណើរទៅណាក៏បានព្រោះអីមុននឹងមកអាមេរិកមិនមែនជាការសម្រេចរបស់លោកសុយសុភាពទេគឺជាការសម្រេចរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក្នុងការផ្ដល់ទិដ្ឋាការស្នាក់នៅឲ្យលោកសុយសុភាពខន្តីអភ័យទោសបើសារនេះប៉ះពាល់ដល់លោកសុយសុភាពក៏សូមអធិស្ឋានពីលោកផងព័ត៌មាននេះអត់មានតាក់ទងនឹងរឿងបុគ្គលខ្ញុំនិងលោកសុយសុភាពទេខ្ញុំថាលោកខ្លាយជាផ្នែកនៃព័ត៌មានហើយខ្ញុំផ្សាយព័ត៌មានខ្ញុំយកមកផ្សាយដោយសារអីពលរដ្ឋខ្មែរមួយចំនួននៅអាមេរិកទោមនិញនឹងវត្តមានលោកសុយសុភាពនៅលើទឹកដីអាមេរិកត្បិតលោកធ្លាប់រិះគន់ជំនួយអាមេរិកឥតសំចៃមាត់បាទឥឡូវនេះយើងឃើញលោកសុយសុភាពកំពុងតែមកលេងសហរដ្ឋអាមេរិកសូមស្វាគមន៍លោកសុយសុភាពខ្ញុំជាប្រជាពលរដ្ឋខ្មែរអាមេរិកសូមស្វាគមន៍លោកសុយសុភាពមកលើទឹកដីសេរីទឹកដីប្រជាធិបតេយ្យទឹកដីដែលលោកមកលោកបាននឹងឃើញផ្ទាល់ភ្នែកហើយថាតើជីវភាពរស់នៅរបស់គេយ៉ាងម៉េចសិទ្ធិសេរីភាពយ៉ាងម៉េចហើយនឹងតើការប្រព្រឹត្តទៅនៅក្នុងដំណើរផ្សេងនៅក្នុងប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការរៀបចំប្រទេសគេតើគេរីកចម្រើនគេអភិវឌ្ឍប៉ុណ្ណាខ្ញុំមិនជឿថាលោកសុយសុភាពមិនដែលទៅស្រុកក្រៅទេខ្ញុំជឿថាក្នុងនាមជាអ្នកកាសែតលោកបានធ្វើដំណើរទៅប្រទេសល្បីពិភពលោកច្រើនណាស់ប៉ុន្តែក្នុងនាមជាខ្មែរអាមេរិកខ្ញុំសូមស្វាគមន៍លោកសុយសុភាពមកកាន់ទឹកដីអាមេរិកនេះក៏ប៉ុន្តែក្នុងពេលហ្នឹងក៏មានបងប្អូនខ្មែរជាច្រើនទូមនិញរិះគន់លោកសុយសុភាពច្រើនថាហេតុអីបានមកអាមេរិកបើរិះគន់អាមេរិកមិនទៅចិនទៅមិនទៅប្រទេសដែលលោកគ្រប់គ្រងអោបជើងអីចឹងទៅបងប្អូនខ្ញុំសូមអង្វរនិយាយទៅខ្ញុំអង្វរបងប្អូនដែលទាស់នឹងលោកសុយសុភាពវិញខ្ញុំចំពោះខ្ញុំរឿងលោកសុយសុភាពចង់ធ្វើដំណើរទៅប្រទេសណាក៏ធ្វើចោះព្រោះអីជាសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីគ្មាននរណាហាមគាត់បានទេលោកចង់ធ្វើដំណើរទៅណាក៏បានព្រោះអីមុននឹងមកអាមេរិកមិនមែនជាការសម្រេចរបស់លោកសុយសុភាពទេគឺជាការសម្រេចរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក្នុងការផ្ដល់ទិដ្ឋាការស្នាក់នៅឲ្យលោកសុយសុភាពមកបានលេងសហរដ្ឋអាមេរិកលោកអាចមកលេងក្រុមគ្រួសារបងប្អូនឬក៏មកសួរសុខទុក្ខឬក៏មកដើម្បីយកព័ត៌មានយើងអត់ដឹងក៏ប៉ុន្តែបើតាមដឹងគឺឃើញលោកផ្សាយតាម Facebook គេចែកផ្សាយមកនឹងចុះទៅមើលតាមទីផ្សារមានអង្គខ្មែរអង្គអីជាការល្អហើយបើមកជួយផ្សព្វផ្សាយផលិតផលខ្មែរដើម្បីឲ្យគេជួយលើកទឹកចិត្តអីអញ្ចឹងទៅក៏ជាការចំណេញដល់កសិករខ្មែរដល់អាជីវករខ្មែរដែរប៉ុន្តែបងប្អូនខ្មែរមួយចំនួនតូមនិញហ្នឹងគឺរឿងចេះរឿងវាមិនមែនមានផ្សែងអត់ភ្លើងទេគេរិះគន់លោកសុយសុភាពដោយសារអីលោកធ្លាប់វាយប្រហារសហរដ្ឋអាមេរិកនឹងចាស់ដៃដែរនៅពេលដែលអាមេរិកលោក Donald Trump ចាប់ផ្ដើមដកជំនួយ USAID ភ្លាមគាត់ថាគួរតែដកឲ្យព្រោះអាជំនួយហ្នឹងគឺជាជំនួយផ្ដេសផ្ដាស់ភ្លីភ្លើអីឈ្គូតលីលាអីចឹងយកទៅជួយអង្គការក្រុមប្រឆាំងអីមួយចំនួនដែលធ្វើឲ្យមានបញ្ហាដល់ប្រទេសកម្ពុជាដែលលោកពេលដែលមានសារបែបហ្នឹងក៏ភ្លេចគិតថាជំនួយរបស់ USAID ហ្នឹងមិនមែនជួយតែផ្នែកសិទ្ធិមនុស្សអង្គការសង្គមស៊ីវិលដើម្បីស្ដារសិទ្ធិមនុស្សជាតបតែរដ្ឋាភិបាលកម្ពុជាឬក៏គណៈបកកណ្ដាលអំណាចមិនពេញចិត្តទេគេជួយតែផ្នែកដោះមីនពីសុខាភិបាលឬក៏ជួយស្ត្រីមានផ្ទៃពោះកសិករអីមកកណក៏ដឹកដល់ពេលលោកម៉ៅទាំងអស់អញ្ចឹងទៅវាធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ក៏ប៉ុន្តែខ្ញុំជឿថាជួនកាលការដែលយើងមើលតែមួយជ្រុងក៏យើងរិះគន់គាត់ឲ្យមិនគ្រប់ជ្រុងជ្រោយក៏វាមិនមានភាពយុត្តិធម៌ដែរគាត់ថាយើងដឹងអ្នកសារព័ត៌មាននៅស្រុកខ្មែរគឺអាសាច់ជូនខ្លាបាននៅស្រុកបានគ្មានទេអ្នកសារព័ត៌មានឯករាជ្យយើងមិនអាចទៅផ្សាយព័ត៌មានឯករាជ្យនៅពេលដែលគេយកកាភ្លើងភ្ជុំក្បាលយើងបានទេអញ្ចឹងមិនថាតែលោកសុយសុភាពមិនថាតែលោកណាទេគឺតតែអាសាច់ជូនខ្លាបាននៅស្រុកបានស្ថានភាពបែបនេះព័ត៌មានដែលផ្សាយចេញពីពួកគាត់គឺជាព័ត៌មានដែលចម្រាញ់ហើយព័ត៌មានប្រកបដោយការភ័យខ្លាចនិងការគិតគូរពីសុវត្ថិភាពនិងជីវភាពគ្រួសាររបស់ខ្លួនបែបនេះគឺយើងមិនអាចធ្វើអ្នកសារព័ត៌មានបានទេព្រោះអីសារព័ត៌មានតែយើងមានការភ័យខ្លាចបែបហ្នឹងគឺយើងលំអៀងហ្នឹងគឺដើម្បីអីគឺយើងមានអគតិហ្នឹងគឺបានន័យថាមិនមែនជារឿងអវិជ្ជមានទេគឺភាពលំអៀងព្រោះអគតិវាមាន4គឺបានន័យថាលំអៀងដោយក្តីស្រឡាញ់លំអៀងដោយក្តីខ្លាចលំអៀងដោយក្តីស្អប់
នឹងលំអៀងដោយរឿងអីមួយផ្សេងទៀតហើយនៅក្នុងនេះគឺលំអៀងដោយក្តីខ្លាចហើយព្រោះអីគាត់ខ្លាចគេធ្វើទុកបុកម្នេញអញ្ចឹងដូច្នេះការផ្សាយហ្នឹងគឺដើម្បីឲ្យរួចខ្លួនបានមកកែអញ្ចឹងបងប្អូនកុំបាច់ទៅបន្ទោសអ្នកយកព័ត៌មាននៅស្រុកខ្មែរថាឃើញតែនិយាយត្ររដ្ឋាភិបាលគណៈបកកណ្ដាលអំណាចបើសិនពួកគាត់ជាប់គុកណាយកបាយឲ្យពួកគាត់ហូបគាត់ថាអ្វីដែលខុសឆ្គងគឺពួកគាត់មិនគួរធ្វើជាអ្នកសារព័ត៌មានទេបើសិនជារបបហ្នឹងពិបាករយើងទៅរកអីផ្សេងទៀតទៅហេតុអីក៏ធ្វើឲ្យទាល់ច្រកព្រោះសារព័ត៌មានគឺយើងនិយាយការពិតអត់លំអៀងហើយបើយើងមិនហ៊ាននិយាយការពិតកុំផ្សាយព័ត៌មានអាហ្នឹងវាពិបាកអញ្ចឹងណាបងប្អូនយើងបើសិនជាយើងលូកពីងប្រហុកគឺច្បាស់ណាស់វានឹងស្អុយប្រហុកប៉ុន្តែបើយើងខ្លាចស្អុយប្រហុកកុំទៅក្បែរពីងប្រហុកតែប៉ុណ្្នឹងតើទៅលូកស្អីផ្សេងទៅបកចាវឬក៏ម៉ាំលហុងអីទៅវារឿងមិនស្អុយប្រហុកទេអាហ្នឹងវាអញ្ចឹងទៅបងប្អូនវារឿងវាដូចថាអត់ពិបាកយល់ទេក៏ប៉ុន្តែជួនកាលដើម្បីជីវភាពដើម្បីក្រពះបងប្អូនមួយចំនួនជៀសមិនផុត